បាទជំរាបសួរប្រិយមិត្តរៀនហ្គីតាទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូថ្មីមួយទៀតបាទថ្ងៃនេះខ្ញុំសូមចូលមកឆ្លើយទៅនឹងបាទអត់ឆ្លើយធ្វើតាមសំណុំពរបាទប្រិយមិត្តរៀនហ្គីតាបាទអញ្ចឹងមុនទៅចូលដល់វីដេអូបង្ហាញបាទ complete subscribe YouTube channel រៀនហ្គីតា follow Facebook page រៀនហ្គីតា follow TikTok រៀនហ្គីតាបាទពេញនិយមលេងមួយណាជួយ follow subscribe platform មួយហ្នឹងអញ្ចឹងណាបាទដើម្បីឲ្យខ្ញុំដឹងថាបងប្អូនវីដេអូដែលខ្ញុំធ្វើទៅមានបងប្អូនចង់មើលកុំឲ្យថាធ្វើទៅអត់មានអ្នកមើលប្រឹងធ្វើទៅអីអញ្ចឹងណាបាទអញ្ចឹងមានសំណុំពរមកកាន់ខ្ញុំក្នុងការលេងបដាគេហៅថាបដា picking ជាមួយ tab នៅលើខ្ទង់ហ្គីតាឲ្យបានត្រឹមត្រូវតើយើងគួរចាប់ផ្ដើមចេញពីមិនទៅបាទពាក់ព័ន្ធនៅកន្លែងហ្នឹងខ្ញុំសូមនិយាយថាវាអាស្រ័យទៅលើចង្វាក់ដែរអញ្ចឹងណាវាមិនមែនតែធ្វើriff មួយនឹងបដា picking មួយហ្នឹងគឺត្រូវទាំងអស់ទេអញ្ចឹងខ្ញុំគាត់តែចង់លើកយកទម្រង់ basic សិនក្នុងការដាក់ដៃហើយដាក់កហើយបដាហើយយើងយក beat កន្លែងណាដែលយើងត្រូវ tap នៅលើខ្ទង់ហ្គីតារបស់យើងអញ្ចឹងណាបាទហ្នឹងហើយកុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នាហើយនឹងការដែលខ្ញុំ tap អញ្ចឹងកដែលខ្ញុំលេងនៅក្នុងវីដេអូនេះមានMi major 7 C minor 7ហើយនឹងMi minor 7ហើយនឹងC7 បាទអញ្ចឹងអានេះដូ yes minor ខ្ញុំលេងជាមួយនឹងច្រឡំមកកព្រោះខ្ទង់ហ្គីតានេះខ្លីដាក់ទៅច្រឡំហៅថានៅ transpose នៅលើខ្ទង់ខាងក្រោមបាទអញ្ចឹង Mi major 7 Do yes minor 7 Fa yes minor 7ហើយនឹង C7 ណាអញ្ចឹង position វាបងប្អូនឃើញផ្លែអាកដដែរណាយើងដាក់អញ្ចឹងណាហើយដល់ពេលនេះ start ចេញពីខ្ទង់ទី9បាទអានេះ position អញ្ចឹងបាទខ្ញុំអត់បង្រៀនបងប្អូនដាក់អាកដប៉ុន្តែគាត់អានេះគឺជាអាកដដែលខ្ញុំលេងអញ្ចឹងខ្ញុំនឹងបដារបស់វាអញ្ចឹងដំបូងខ្ញុំបដាឲ្យបងប្អូនមើលសិនជាមួយ Mi major 7យើងបដា1 2 3 4 1 2 3 4 1 2 3 4 1 2 3 4 បាទមិញខ្ញុំតាក់ដៃតិចបាទជាងការដែលយើង tap អ្វីដែលខ្ញុំចង់ប្រាប់បងប្អូនថាការ tap លើក្នុងហ្គីតាគឺចង្វាក់ទី2 beat ទី2អញ្ចឹងយើងលេងធម្មតាយើងលេង4លើ4 1 2 3 4អញ្ចឹងអាការដែលយើង tap យើងយក beat ទី2ឯងអញ្ចឹងខ្ញុំលេង1 2 3 4 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 1 2 3 4
បាទនេះខ្ញុំបង្ហាញជាទម្រង់ basic ឲ្យបងប្អូនឃើញសិនអញ្ចឹងណាព្រោះដោយសារបងប្អូនត្រូវហាត់ basic ហ្នឹងសិនឲ្យវាស៊ាំជាមួយការ tab ព្រោះយើងបើអត់ស៊ាំជាមួយការ tab ទេយើងពិតជាពិបាកមែនតើនៅក្នុងការលេងជាមួយលបឿនក៏ដូចជានៅក្នុងទម្រង់ចង្វាក់ផ្សេងព្រោះចង្វាក់ផ្សេងយើងអាចលេងវាបដា picking ចឹងហើយណា finger picking យើងនឹងហើយអាចយកមក tab បានដូចគ្នាដែរទេណាយើងអាចជ្រើសរើស bit ប៉ុន្តែជាធម្មតាយើងប្រើ bit ទី2ដើម្បី tab ទះទៅលើខ្ទង់ហ្គីតាយើងចឹងណាអញ្ចឹងដល់យើងលេងលឿនបាទអញ្ចឹងយើងប្រើជាការ tab នៅលើហ្នឹងគឺនៅលើខ្ទង់ទី2បាទអធិស្ឋានផងក្នុងការលេង plot ដោយសារខ្ញុំហ្គីតានេះដងវាខ្លីពេកអញ្ចឹងណាប្រភេទដែលខ្ញុំ review ថ្ងៃមុនអញ្ចឹងចេះតែច្រឡំ position អាកបាទយើងមើលពីលើទៅអញ្ចឹងណាបាទព្រោះអត់ទាន់ថ្នឹកដៃដូចខ្ញុំបាននិយាយជាមួយបងប្អូនអញ្ចឹងពេលខ្លះអត់ទាន់ថ្នឹកដៃដែរអញ្ចឹងណា
ជាមួយ guitar ប៉ុន្តែ tone វាល្អអូខេឥឡូវអញ្ចឹងថ្ងៃនេះការបង្ហាញជាមួយនឹងចម្លើយគឺមានតែប៉ុណ្្នឹងបាទអញ្ចឹងយើងត្រូវចាំថាការ tab របស់យើង start ចេញពីទី2បងប្អូនហាត់ basic សិនមកណាយើង picking មកទាំងអស់ចឹងក៏បាន1 2 3 4 1 2 3 4 1 2 3 4 1 2 3 4 2 3 4 1 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 2 3 4 1
ធ្វើចឹងមកហាត់ព្យាយាមហាត់ពីយឺតទៅលឿនកុំហាត់ពីទៅដល់យកចង់យកលឿនហ្មងចឹងគឺអត់កើតទេបាទអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងសម្រាប់ចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាហើយកុំភ្លេច Subscribe YouTube Channel រៀនហ្គីតាក៏ដូចជា Follow Facebook Page រៀនហ្គីតា Follow TikTok រៀនហ្គីតាម្នាក់មួយផងដែរអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូក្រោយ